កញ្ចប់រៀបការចាប់ពីតម្លៃ$850ទៅដល់$3000បងប្អូនទាំងអស់គ្នាមានតាំងពីខ្លងកម្មវិធីហ្វុងកម្មវិធីផ្កាតាមផ្លូវផ្កាអប៉ៅផ្កាកូនក្រមុំឬមួយក៏ផ្ការំបើសិនជាករណីបងប្អូនអត់ត្រូវការផ្ការំទេអាចយកជាតុកនំឬក៏តុកកាត់ផ្លែឈើក៏បានដែរចំណែកអសវិញទាំងហ្វុងកម្មវិធីទាំងខ្លងកម្មវិធីគឺ admin កាត់ថ្មីជូនតែម្ដងជាទូទៅ admin មានជូន3ពណ៌ពណ៌ទឹកមាសពណ៌ផ្លាទីននិងពណ៌ទឹកប្រាក់ជាទូទៅកូនក្រមុំគាត់ស្រឡាញ់តែពណ៌ទឹកមាសច្រើនជាងគេដោយសារតែអសពណ៌ទឹកមាសមើលទៅដិតស្អាតជាងហើយថតទៅក៏ឃើញច្បាស់ដែរណាបងប្អូនទាំងអស់គ្នាក្នុងករណី admin អត់មានម៉ូតឲ្យកូនក្រមុំស្រឡាញ់កូនក្រមុំអាចផ្ញើម៉ូតឲ្យកូនក្រមុំស្រឡាញ់បាន admin នឹងចេញតម្លៃជូនតែសូមបញ្ជាក់ថាការរៀបចំអត់ដូចគ្នា100%ទេតែតែមានលៀងខុសគ្នាបើបន្តិចបន្តួចក៏ច្រើនដែរប៉ុន្តែ admin នឹងនិយាយប្រាប់ថងថាតើអាចធ្វើបានជូនប្រមាណភាគរយតែកូនក្រមុំសួរថាបងទៅតាមខេត្តរៀបចំឲ្យអត់មានទទួលរៀបចំឲ្យដូចគ្នាអត់បញ្ហាកូនក្រមុំឲ្យតែ admin អត់ទទួលជាន់ថ្ងៃគ្នាគឺ admin នឹងតែទទួលតែម្ដងចង់បញ្ជាក់ជូនកូនក្រមុំថាផ្កាថ្មីស្អាតអសក៏កាត់ថ្មីស្អាតហើយចំពោះការចាប់ banner អីហ្នឹងគឺចង់បាន artwork អី admin នឹងព្យាយាមរកឲ្យបានតាមចិត្តស្រឡាញ់ចំពោះផ្កាសវិញ admin មានថែមជូន20ទៅ30%ពួកអីបើសិនជាយើងមានចិត្តស្រស់ខ្លាំងអញ្ចឹងមើលទៅធ្វើឲ្យ decor អញ្ចឹងមានលើកអញ្ចឹងសូមអធិស្ឋានពីកូនក្រមុំហងបើសិនជាចាប់អារម្មណ៍ក្នុងការតាក់ទង decor នៅក្នុងថ្ងៃកម្មវិធីអាចជួយតំណតាម Telegram លេខនេះបានអត់ឬមួយក៏ Telegram ទៅលេខ admin តលក៏បានដែរអត់បញ្ហាទេដោយសារតែពេលខ្លះឆាតចូល page មើលនៅក្នុង page អត់ឃើញទេវាចូលទៅក្នុង spam message អត់ទៅមើលឃើញមួយខែ2ខែកូនក្រមុំយកគេបានអូយ admin សែតមែនតើតាមរយៈវីដេអូនេះ admin ចង់ផ្ញើក្តីស្រឡាញ់ទៅកូនក្រមុំដែលបានយកសេវាកម្មខាង admin ណា admin ពិតជាអរគុណខ្លាំងមែនតើមិនធំយកសម្រាប់កម្មវិធីខ្លួនឯងទេថែមទាំងបោះលេខ admin ណាទៅកាន់បងប្អូនដែលការខ້ອຍៗក៏ដូចជាមិត្តភក្តិទៀតអូខ្ញុំមិនដឹងថាអរគុណទៅកាន់កូនក្រមុំមិនអីអរគុណធំតួកូនក្រមុំខ្ញុំមានកូន1កូន2រហូតដល់ឥឡូវក៏ដោយក៏ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំចង់ហៅគាត់ទៅកូនក្រមុំដែរពួកអីពួកគាត់ពិតជាល្អចំពោះខ្ញុំមែនគាត់អត់គិតខ្ញុំថាជាអ្នកផ្ដល់សេវាកម្មឯងគាត់ទុកយើងដូចជាបងជាប្អូនអញ្ចឹងខ្ញុំពិតជាអរគុណខ្លាំងមែនតើ